រៀបសួរទស្សនិកជនជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធី Miss Queen Cambodia 2020 ចា៎នេះខ្ញុំក៏សូមបង្ហាញជូននៅវត្តមានរបស់គណៈកម្មការយើងទាំង3រូបមានដូចជាទី1គឺលោកយុទ្ធរតនៈ Designer អស់រតនៈសបចា៎គណៈកម្មការទី2គឺកញ្ញា Miss Sui Bonavin Miss Cosmo Cambodia 2019និងទី3លោក Dorico Face of Cambodia 2017ចាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅសន្តាគារលុតទិសប្លង់អញ្ចឹងបេក្ខភាពរបស់យើងទាំង11រូបកំពុងតែរៀបចំរួចរាល់ចង់ដឹងថាតើបេក្ខភាពរបស់យើងទាំង11រូបមានរូបសម្រស់ស្រស់ស្អាតជាមួយនឹងឈុតហែទឹកដែលពួកគាត់នឹងត្រៀមដើរបង្ហាញទៅលើគណៈកម្មការទាំង3រូបមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណាចាសសូមគោរពអញ្ជើញទៅទស្សនាដូចតទៅចា Yeah, I'll be there
ជាបន្តដល់ពេលដែលយើងត្រូវប្រកាសនៅលទ្ធផលជួយទៅដល់បេក្ខភាពរបស់យើងទាំង11រូបថាតើបេក្ខភាពមួយណាដែលគាត់មានរូបសម្រស់ស្រស់ស្អាតព្រមទាំងភាពជឿជាក់ក្នុងការធ្វើដំណើររួមជាមួយនឹងការក្រុមឈុតជាមួយនឹងឈុតហែលទឹកដែលយើងបានធ្វើការបង្ហាញនៅជុំវិញអាងហែលទឹកនៅក្នុងរថទូប្លង់អរគុណនេះខ្ញុំក៏សូមជម្រាបសម្រាប់ពានទី1 Best Beauty Smile បានទៅលើបេក្ខនារីបានទៅលើបេក្ខនារី22 Linda មែន កញ្ញា Linda ពិតជាមានស្នាមញញឹមស្រស់ស្អាតចា៎នេះខ្ញុំក៏សូមគោរពអញ្ជើញលោកយុនរតនៈផ្ដល់ជាកិត្តិយសជូនពានទៅដល់បេក្ខនារីរបស់យើងសម្រាប់ពានពិសេសទី2 Best Skin Award បានទៅលើបេក្ខនារី27 Maya Miss Friendship បានទៅលើបេក្ខនារី33 Berry បងណាវិនផ្ដល់ជាកិត្តិយសជួយរង្វាន់ទៅដល់បេក្ខនារីរបស់យើងជាបន្តសម្រាប់ពានពិសេសចុងក្រោយ Best in Swimsuit បានទៅលើបេក្ខនារី32 Saifon ចា៎នេះខ្ញុំក៏សូមគោរពអញ្ជើញបងក្លានីជាតំណាងនៃសន្តាគារលើកទូប្លង់ផ្ដល់ជាកិត្តិយសជូនរង្វាន់ទៅដល់បេក្ខនារីរបស់យើងចាជាបន្តនេះខ្ញុំក៏សូមគោរពអញ្ជើញបងស្រីដានីជាតំណាងនៃសន្តាគារលោកទូប្លង់ព្រមទាំងគណៈកម្មការទាំង3រូបឡើងមកថតរូបជាអនុស្សាវរីយ៍ Showing off, don't wanna have to